ជំនួសអតិជនតបគាត់ហើយគាត់នឹង reimburse ត្រឡប់មកវិញណាឃើញអញនិយាយថា reimburse យើងតែនិយាយថា reimburse ប៉ុន្តែតែពិតតាមច្បាប់គេនិយាយថានៅពេលដែលក្រុមហ៊ុនយើងជាភ្នាក់ងារយើងបង់ចំនួនអតិថិជនហើយយើងទទួលបានពីអតិថិជនវិញទៅលើចំនួនហ្នឹង cost to cost ឬនិយាយ back to back ច្បាប់ពន្ធគេហៅ reimbursement អត់មានលើសមានខ្វះទេអត់មានលើសមានខ្វះទេយើង pay ចំនួនប៉ុន្មានយើង collect មកវិញប៉ុណ្ណឹងហ្នឹងហើយអត់យើង pay ឲ្យអ្នកផ្គត់ផ្គង់ប្រមាណចំនួនអតិថិជនប៉ុន្មានយើងនឹង claim ត្រឡប់វិញចំនួនប៉ុណ្ណឹងអូខេបងដល់ like ប្រសិនបើមានលើសមានខ្វះអូន pay ទៅឲ្យអ្នកផ្គត់ផ្គង់10តែអូន mark up ណាយកពីគេយក12អញ្ចឹងអាហ្នឹងគេលែងហៅ reimbursement ទៀតហើយគេហៅ reimbursement សុំឲ្យច្បាស់កន្លែងហ្នឹងប៉ុន្តែវាមាន clear ខ្លងវាថែមទៀតឬក៏អត្ថន័យថែមទៀតប្រហែលជា next សំណួរឯងអាចនឹងបញ្ជាក់ឲ្យកាន់តែច្បាស់